នេះគឺជារូបកុងស្រេងឈ្មោះគាត់ហៅសង្គមស្រេងនៅសំឡូតថ្មីហើយ Facebook គាត់ពីលើដាក់កុងស្រេងសំឡូតហើយលេខទូរស័ព្ទរបស់គាត់គឺ088 639 2488គាត់ជាជនពិការទាំងភ្នែកទាំងដៃឆ្វេងមានជីវភាពជាអតីតយុទ្ធជននៅសំឡូតគាត់មើលមិនឃើញទេប៉ុន្តែបានភរិយារបស់គាត់ Facebook អីគាត់មើលអ្នកណាផ្ញើអីទៅគាត់គឺភរិយារបស់គាត់ជួយមើលឲ្យទាំងអស់ណែសូមអរគុណបាទជាព័ត៌មានសំឡូតបងហ៎បាទហើយបងងឹតភ្នែកផងណាបាទហើយបងពិការទៀតណែមើលណែហើយបងណែពីដើមអ្នកតស៊ូនឹងបងនៅតំបន់ណាខ្លះបងបាទខ្ញុំនៅតំបន់ស្រុកសំឡូតហ្នឹងបាទហើយបងមានប្រសាសន៍ឥឡូវទៅយើងឃើញអ្នកតស៊ូមេហ្នឹងបើចែកឋានដល់នៅលោកតាគឺសំផនបងមានប្រសាសន៍ពីគាត់តិចមកបងអ៊ំគឺសំផននឹងគាត់ថាពីមុនមកគាត់នៅថានៅច្រកនឹងដែរប៉ុន្តែដល់គាត់តស៊ូយូរទៅចេះទៅបែកបាក់សាមគ្គីគ្នាទៅអញ្ចឹងទៅកើតជាមានបញ្ហាអញ្ចឹងទៅស្លោទៅអញ្ចឹងបាទអញ្ចឹងមិនថាពិបាកអាហ្នឹងហើយអញ្ចឹងទៅមកចំនួនមកតាមចំនួនទៅរហូតដល់រាជរដ្ឋាភិបាលយើងគាត់ចេះតែគ្មានអ្នកឈ្នះគ្មានអ្នកចាញ់ហ្នឹងគាត់ចេះជួយអញ្ចឹងណារៀនច្រើនណាបាទណោតហើយគាត់ដូចបានបញ្ជូនវិញជាងគេនៅកន្លែងបានបញ្ជូនវិញជាងគេណាគាត់ធ្វើសេចក្តីល្អបានច្រើនជាមួយជាពលរដ្ឋអរគុណណាស់បងណាអរគុណបងសូមឲ្យបងបានអ្នកចូលឆ្នាំថ្មីសុខសប្បាយសេរីសួស្តីក្នុងគ្រួសារទាំងអស់ណាអើយកំសត់កំព្រាណាបងអើយមើលណែមកផ្ទះបងខ្ញុំសូមគោរពសំថតអញ្ចឹងបងណាអ្នកតស៊ូណែស្នេហាជាតិពិតប្រាកដអញ្ចឹងណាឃើញណែអស់លោកណាទាំងឡាយអើយខ្ញុំមកដល់សំឡូតហើយគឺគាត់ណាតស៊ូនឹងគឺថាពិការភ្នែកផងហើយដៃផងនិងអ្នកសិទ្ធិតអ្នកមានគុណការពារប្រទេសជាតិហើយអរគុណបាទអរគុណណាបងណាបាទแล้วก็មានប្រសាសន៍ថាសូមមកជួយមើលអ្នកពិការផងអរគុណណាស់បងបាទអរថ្ងៃនេះបងមានឧបត្ថម្ភពិការអីទេបងអត់មានទេមានភូមិឃុំយើងអញ្ចឹងហ៎បាទរកដោយអញ្ចឹងហ៎បាទចំណេះដឹងតិចតួចនឹងចេះតែអរគុណណាស់ណាខ្ញុំបានមកហូបអាហារដែរមានអាឡឹកមានអីបងស្រីគាត់ធ្វើអូហូបជុំមួយខ្ញុំបានមកហូបមកដល់ថ្ងៃនឹងមកដល់សំឡូតណាមុនចូលឆ្នាំបានហូបណាបងណាអរគុណសុខបាយបង